សួស្តីនៅក្នុងមេរៀនថ្ងៃនេះគឺខ្ញុំនឹងរំលឹកឡើងវិញអំពីអ្វីដែលយើងបានរៀននៅក្នុងមេរៀនមុនពលគឺដំណាក់កាលទាំង3នៃការបកប្រែផ្ទាល់មាត់ដែលយើងជាបានចាំហើយថាការបកប្រែនេះគឺទី1នឹងមាន understanding source language ការយល់អំពីភាសាដើមតទៅទៀត memory យើងត្រូវចាំអ្វីដែលយើងយល់ទី3គឺ re-expressing in target language ការនិយាយឡើងវិញនៅភាសាដែលគេបានឲ្យយើងបកប្រែនោះដើម្បី understand គឺយើងត្រូវយល់អំពី source term យើងនឹងដឹងអំពី order of event យើងត្រូវដើម្បីឲ្យមានងាយស្រួល memory យើងងាយស្រួលចាំយើងត្រូវមាន existing concept ឬក៏យើងត្រូវ take note ហើយនឹងយើង concentrate នៅពេលដែលកំពុងធ្វើការនៅពេលដែលយើងដំណាក់ការបកប្រែយើងត្រូវប្រើ the right term ហើយនឹងយើងត្រូវចេះ connect ideas ហើយចេះប្រើ cultural adaptation ហើយនឹងមាន public speaking ហើយនឹងស្គាល់អំពី role ក្នុងនាមយើងជាអ្នក interpreter ក្នុងពេលដែលកំពុងតែបកប្រែមួយដំណាក់កាលម្ដងនោះគឺថាយើងត្រូវមានការចេះគ្រប់គ្រងទៅលើសំឡេងហើយនឹងភាពអារម្មណ៍តានតឹងរបស់ខ្លួនកុំឲ្យមួម៉ៅនិងរក្សាឲ្យបាននៅអាកប្បកិរិយាល្អព្រមទាំងល្អនឹងល្អបានយូរដូច្នេះនៅក្នុងការត្រៀមរបស់យើងត្រូវដឹងពេលដែលយើងបានទទួលកិច្ចការថានឹងត្រូវបកប្រែអីមួយយើងត្រូវដឹងថាប្រធានបទវានិយាយពីរឿងអីអ្នកណាខ្លះចូលរួមសាក់បុណ្យអីគេយ៉ាងម៉េចធ្វើដូច្នេះដើម្បីងាយស្រួលក្នុងការរៀបចំសម្រាប់គោលបំណងនៃលំហាត់របស់យើងថ្ងៃនេះយើងនឹងកំណត់ថាក្រុមអាមេរិកនឹងមកជួបថ្នាក់ដឹកនាំខេត្តតាកែវអាមេរិកនឹងរាយការណ៍ជូនថ្នាក់ដឹកនាំនៅក្នុងខេត្តតាកែវអំពីសកម្មភាពរបស់ពួកគេនៅពេលខាងមុខនេះដែលថានឹងមកពិនិត្យព្យាបាលជំងឺជូនប្រជាជនដូច្នេះនៅក្នុង order of event យើងត្រូវវាយតម្លៃថាទាំងអស់នេះគឺជាសកម្មភាពដែលអាមេរិកគេនឹងធ្វើជាមួយកម្ពុជាធម្មតាការជួបគ្នាដំបូងគឺត្រូវសម្ដែងការអរគុណណែនាំខ្លួនបន្ទាប់ពីអាមេរិកណែនាំខ្លួនហើយគឺកម្ពុជានឹងស្វាគមន៍ទៅវិញហើយក៏បានណែនាំខ្លួនខាងភាគីខ្លួនឯងម្ដងបន្ទាប់ពីភាគីទាំងសងខាងបានណែនាំខ្លួនរួចហើយកម្ពុជានឹងដែលជាម្ចាស់ផ្ទះនោះនឹងអនុញ្ញាតឲ្យបើកការពិភាក្សាថាអ្នកដែលគេចង់ចូលរួមនោះគឺប្រងមកពិភាក្សានេះរឿងអីដោយបានទទួលការអនុញ្ញាតដូច្នេះហើយអាមេរិកគេនឹងចាប់ផ្ដើមបង្ហាញថាមកនឹងធ្វើអីខ្លះហើយនឹងអាមេរិកគេនឹងបង្ហាញជាសំណូមពរបន្តមកទៀតកម្ពុជាក៏អរគុណចំពោះបេសកកម្មកម្ពុជាក៏នឹងបង្ហាញជំហរថានឹងជួយការពារព្រមទាំងសហការឲ្យបានល្អចំពោះបេសកកម្មនេះហើយអាមេរិកក៏នឹងអរគុណទៅវិញចំពោះការយកចិត្តទុកដាក់ក្រោយមកទៀតគឺមានការសំណូមពរពីនេះពីនោះហើយអាមេរិកបើសិនជាគេអាចអនុញ្ញាតឆ្លើយនឹងសំណូមពរនោះបានគេនឹងឆ្លើយប៉ុន្តែបើមិនបានគេនឹងពំនាំទៅថ្នាក់លើរបស់គេសិនសម្រាប់បំណងនៃមេរៀនរបស់យើងថ្ងៃនេះយើងនឹងរៀនអំពីជំហានទី1ដល់ទី4ដូច្នេះជំហានទី1ទី4នេះយើងត្រូវយល់ពាក្យទី1អំពីតួនាទីគឺខាងកម្ពុជាគេនឹងប្រើពាក្យថាអភិបាលនៃគណៈអភិបាលខេត្តអភិបាលខេត្តឬក៏អភិបាលខេត្តរងប្រធានមន្ត្រីសុខាភិបាលខេត្តតាកែវមេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តតាកែវឬក៏មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តតាកែវស្នងការនគរបាលខេត្តតាកែវចំពោះពាក្យទាំងអស់នោះបើសិនជាយើងប្រើជាអង់គ្លេសគឺយើងប្រើដូចនេះខ្ញុំនឹងអានដើម្បីក្រែងលោអ្នកណាមិនសូវច្បាស់អានថាម៉េច Provincial Governor of the Board of Governors
Provincial Governor, Deputy Provincial Governor, Provincial Department of Health Director, Commander of Royal Gendarmerie of Takeo Province, Deputy Commander of Royal Gendarmerie of Takeo Province, Police Commissariat of Takeo Province. សំខាន់យកចិត្តទុកដាក់អក្សរកតុយពាក្យផងអក្សរ S ឬក៏អក្សរ T នេះគឺជាអក្សរចាំបាច់ពាក់ព័ន្ធទៅនឹងឋានន្តរស័ក្តិក្នុងជួរកងទ័ពវិញគឺវាមានឧត្តមសេនីយ៍តូឧត្តមនាវីតូនៅខាងឆ្វេងគឺជើងគោកឬក៏ជើងអាកាសនៅខាងស្ដាំនេះគឺជាកងទ័ពជើងទឹកឧត្តមនាវីឧត្តមសេនីយ៍ត្រីឧត្តមនាវីត្រីផ្កាយមួយវរៈសេនីយ៍ឯកវរៈនាវីឯកស័ក្តិ5វរៈនាវីតូក្នុងវរៈសេនីយ៍តូនេះស័ក្តិ4កន្លះវរៈសេនីយ៍ត្រីវរៈនាវីត្រីស័ក្តិ4ព្រឹណបាលនិងពលបាលនោះវាតូចយើងមិនបាច់ខ្វល់រឿងឯកតូត្រីអីទេបើសិនជានេះយើងប្រើតែព្រឹណបាលពលបាលតែហ្មងងាយស្រួលចាំបើយើងទិញទាំងអស់វាពិបាកទៅជាអង់គ្លេសហ្នឹងគឺយើងប្រើដូចនេះអញ្ចឹងខ្ញុំនឹងអានដើម្បីងាយស្រួល Army ranks Major General Brigadier General Colonel Lieutenant Colonel Major Warrant Officer Sergeant Navy rank Admiral Commodore Captain Commander Lieutenant Commander ដូច្នេះទាំងអស់នោះគឺជាតួនាទីទាំងខាងកម្ពុជានិងអាមេរិកឥឡូវនេះខ្ញុំនឹងសាកល្បងបកនិយាយភាសាខ្មែរនិយាយជាភាសាអង់គ្លេសហើយនឹងយើងទាំងអស់គ្នាត្រូវបកប្រែបើសិនជាខ្ញុំនិយាយអង់គ្លេសគឺបកប្រែខ្មែរបើសិនជាខ្ញុំនិយាយខ្មែរបកប្រែជាអង់គ្លេសទៅGood morning, sir. Thank you very much for your time. I know that you are very busy. I understand that this year Cambodia is a host country for ASEAN Summit. And I believe that you have a lot of things to do. So I really appreciate your time that you allow us to meet with you and your staff today. So, but first of all, I would like to introduce you, my team, and my name is Admiral John. And I'm responsible for trainings and cooperation in Asia Pacific. I base in Okinawa, Japan. It's really a pleasure that I come to Cambodia this time, and this is my first time. And on my left is Commodore Tommy, and on the very last is Captain Anderson. So I really thank you very much for your time again, sir.
And so the objective of our mission, of our visit today, is to brief you what our mission is in Cambodia, which between this month and at the end of this month and at the beginning of next month. We will be conducting humanitarian actions in Cambodia. It is a military and military cooperation between Cambodia and US. In our mission, we will provide medical treatment to our Cambodian friends, especially those who come from countryside. In our activity, we can provide small surgery. We can do like check on the eyes, and then we will give we distribute some eyeglasses as well. Our mission, we are also capable of providing some first aid as well as emergency actually. So on the ship we have some doctors, dentists and nurses who will be working with Cambodian doctors, dentists and nurses. We don't have midwives. And the location where we work, we will be working at the Takao Referral Hospital as a main group, but we will also have some small teams who will be working providing medical treatment to Cambodian people at health centers, 10 health centers, and also at primary school.